អ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅហ្វីលីពីនកើនឡើងដល់72នាក់ហើយនឹងអាចកើនឡើងបន្ថែមទៀតគិតត្រឹមថ្ងៃនេះចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅប្រទេសហ្វីលីពីនបានកើនឡើងដល់72នាក់នេះបើយោងទៅតាមនាយករងនៃការិយាល័យការពារជនស៊ីវិលដែលហៅកាត់ថា OCD បានទទួលរបាយការណ៍យោងទៅតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី2ខែតុលាមនុស្សរហូតដល់60នាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត 6.9 Richter នៅភាគកណ្ដាលប្រទេសហ្វីលីពីនខណៈអាជ្ញាធរព្រមានចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀតក្រុមប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តខណៈដែលអាជ្ញាធរហ្វីលីពីនក៏កំពុងវិតម្លៃទំហំនៃការខូចខាតនិងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នករស់រានមានជីវិតគួរបញ្ជាក់ថាគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត 6.9 Richter នេះបានវាយប្រហារនៅភាគកណ្ដាលប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃអង្គារទី30ខែកញ្ញាដោយបានផ្ដួលរំលំអគារនានានិងផ្ដាច់ចរន្តអគ្គិសនីនៅក្នុងខេត្តស៊ីប៊ូដែលមានប្រជាជនជិត1លាននាក់ចំណុចកណ្ដាលនៃការរំជួយនៅចម្ងាយប្រហែល19គីឡូម៉ែត្រភាគឦសាននៃទីក្រុងប៊ូហ្គោដែលជាទីក្រុងឆ្នេរសមុទ្រមួយដែលមានអ្នកស្រុកចំនួន 90,000 នាក់ប្រទេសហ្វីលីពីនស្ថិតនៅលើតំបន់ Pacific ឬហៅថា Ring of Fire ដែលមានសកម្មភាពរញ្ជួយដីនិងការផ្ទុះភ្នំភ្លើងជាញឹកញាប់ព្រមទាំងខ្យល់ព្យុះនិងព្យុះទីហ្វុងចំនួន20ជាមធ្យមជារៀងរាល់ឆ្នាំមូលហេតុគឺដោយសារតែប្រជាជនហ្វីលីពីនជាច្រើនគឺរស់នៅក្នុងទីក្រុងដែលមានមនុស្សកកកុញណែនតាន់តាប់ដូចជា Manila, Cebu, Davao ដែលសុទ្ធតែស្ថិតនៅជិតតំបន់ស្នាមព្រះសកម្មចំណែកឯនៅតំបន់ជនបទផ្ទះសម្បែងច្រើនតែសាងសង់ដោយសម្ភារៈខ្សោយៗដូចជាឈើស្រាលឫស្សីឬបេតុងមិនសូវធន់រីឯនៅតាមទីក្រុងការសាងសង់លឿនពេកពេលខ្លះមិនខ្វល់ជាមួយស្តង់ដារធន់នឹងរញ្ជួយដីនោះទេដែលបញ្ហានេះហើយធ្វើឲ្យអគារនានាងាយនឹងបាក់រលំនាំឲ្យមានជនរងគ្រោះច្រើនលើសពីនេះការរញ្ជួយដីនៅហ្វីលីពីនអាចបង្កឲ្យមានបំណាក់ដីជាពិសេសនៅតាមតំបន់ភ្នំនិងរលកយក្សស៊ូណាមីនៅតំបន់ឆ្នេរកត្តាទាំងអស់នេះហើយទើបបណ្ដាលឲ្យហ្វីលីពីនមានមនុស្សស្លាប់ច្រើនក្នុងគ្រោះរញ្ជួយដី